ដល់ខែធ្លាក់ភ្លៀងច្រើនហើយអញ្ចឹងសាប៊ូណាស់មហូបបែបធម្មជាតិណាជាពិសេសហ្នឹងគឺក្តាមខ្យងនឹងឯងគឺសាប៊ូណាស់បងប្អូនប៉ុន្តែតម្លៃនៅតែរៀងថ្លៃដែរណាថ្ងៃខ្លះក៏ទិញបាន10000ទៅថ្ងៃខ្លះក៏1គីឡូ8000ទៅចាក្តាមខ្យងហ្នឹងណាហើយឲ្យទៅដល់រដូវកាលមហូបស្រែអញ្ចឹងនៅហាងគឺតែងតែយកចូលមកបងប្អូនជាពិសេសហ្នឹងគឺខ្យងចាខ្យងអាំងយើងហ្នឹងគឺជាមុខម្ហូបពិសេសមួយសម្រាប់ហាងហ្មងចាមុខម្ហូបអាចនិយាយបានថាឆ្ងាញ់ដាច់គេហ្មងបងប្អូនម្ហូបហ្នឹងណាមិនទៅសើទេប៉ុន្តែគឺគួរតែទៅសើតែសារទៅរសជាតិខ្យងអាំងនៅហាងយើងគឺបានថាគ្មានពីរទេបងប្អូនខ្យងដែលយើងយកមកថ្មីអញ្ចឹងយើងដុសសម្អាតវាស្អាតមកដោយសារតែខ្យងស្រែអញ្ចឹងវាមានកាន់ស្លែកាន់អីអញ្ចឹងណាបងប្អូនចាយើងដុសសម្អាតវាស្អាតហើយយើងយកទៅដាក់ទឹកស្ងោររបស់យើងហ្នឹងចាមុននឹងអាំងគឺខ្ញុំតែងតែយកមកស្ងោរសិនស្ងោរក៏យើងអត់ស្ងោរយូរទេស្ងោរតែ1ម្ពុះទេចា1ម្ពុះឲ្យវាជ្រុះស្ទះហ្នឹងឲ្យអស់សិនមកបានយើងយកទៅអាំងណាចាយើងអត់អាំងទាំងស្រស់ទេដោយសារតែអាំងទាំងស្រស់វាមានជាតិតាយចានៅពេលដែលយើងអាំងទៅវាតាយហើយវាយូរក្នុងការធ្វើម្ហូបបងប្អូនប៉ុន្តែរសជាតិគឺនៅតែឆ្ងាញ់ចាបងប្អូនធ្លាប់អាំងបែបស្រស់ហ្នឹងក៏បានដែរប៉ុន្តែសាកធ្វើដូចខ្ញុំមើលបងប្អូនទឹកស្ងោរណាបងប្អូនដាក់អំបិលហើយនឹងប៊ីចេងតិចមកដើម្បីឲ្យវាមានជាតិណាហើយហេតុអីបើខ្ញុំជ្រើសយកការស្ងោរមិនយកទៅអាំងទាំងឆៅដោយសារតែនេះបងប្អូនឃើញពពុះខ្មៅហ្នឹងឯងចានៅពេលដែលយើងស្ងោរបែបហ្នឹងទៅវាចេញអាជាតិគេហៅថាជាតិក្អែលណាជាតិក្អែលក៏ដូចជាដីរបស់ខ្យងហ្នឹងណាអញ្ចឹងនៅពេលដែលយើងញ៉ាំទៅយើងអត់ក៏ក្រៀតដីទេព្រោះវាចេញតាមពពុះហ្នឹងហើយទឹកដែលខ្ញុំស្ងោរហ្នឹងណាឡើងខ្មៅបងប្អូនចាឡើងខ្មៅអញ្ចឹងមានន័យថាក្នុងខ្យងហ្នឹងធម្មតាបងប្អូនហើយរបស់ធម្មជាតិវាតែងតែមានដីមានអីព្រោះខ្យងវានៅតាមដីវានៅតាមស្រះតាមស្រែអញ្ចឹងណាចាយើងតែងតែជួបឲ្យប៉ុន្តែគ្រាន់ថាវាជាតិចនិចសម្រាប់ខ្ញុំតែនៅពេលដែលខ្ញុំធ្វើខ្យងអាំងគឺខ្ញុំតែងតែធ្វើបែបហ្នឹងបងប្អូនហើយភ្ញៀវគាត់ប្រសាទៅអត់បញ្ហាទេចាដែលឡែកនៅពេលដែលយើងស្ងោរបែបហ្នឹងវាឆាប់ឆ្អិនចាឆាប់ឆ្អិនហើយអាំងឆាប់ចូលជាតិល្អទៀតផងចាអញ្ចឹងបន្ទាប់មកពីយើងស្ងោររួចយើងស្រង់វាយកមកអាំងណាហើយការអាំងយើងដាក់ទឹកសុសតែជារសជាតិតែមួយគ្មានពីរនៅក្នុងហាងតែម្ដងចាទឹកសុសរបស់យើងណាចាដាក់លាយយើងបុកម្ទេសហើយនឹងខ្ទឹមចូលគ្នាមកចាហើយយើងដុសតិចដើម្បីដាក់ក្នុងខ្យងយើងណាមិនមែនទឹកត្រីកោះកុងទេណាបងប្អូនកុំច្រឡំជាទឹកសុសតែរសជាតិគោលប្រចាំហាងចាអញ្ចឹងយើងដាក់វាមួយរៀងយូរដែរបងប្អូនម្ហូបនេះដោយសារតែយើងសម្រិតសម្រាំងណាស់មុននឹងដាក់ឲ្យភ្ញៀវចាហើយយើងដាក់អាំងក៏យើងមិនប្រើភ្លើងខ្លាំងដែរកាលណាដែលប្រើភ្លើងខ្លាំងបងប្អូនផ្ទុះចាផ្ទុះណាបងប្អូនផ្ទុះអញ្ចឹងអាចពេលខ្លះចំមុខអ្នកអាំងក៏មានដែរខ្លះថ្ងៃខ្លះទៀតទៅផ្ទុះចេញសាច់ខាងក្នុងបងប្អូនអ្នកឃើញផ្ទុះទេបងប្អូនចាភុចហ្មងហើយខ្យងអាំងនេះផងដែរបើសិនជាយើងអាំងឲ្យយូរបន្តិចក៏វារៀងស្វិតអត់សូវឆ្ងាញ់ទេបងប្អូនឃើញខ្យងស្រែអញ្ចឹងបែបហ្នឹងសាច់ឡើងត្អិចបងប្អូនសាច់ច្រើនមែនតើហ្មងពេលយើងចាក់ទៅបងប្អូនឃើញមើលតែមាត់ខ្យងក៏ដឹងដែរសាច់សឹងតែលៀនចេញមកក្រៅហ្មងគឺធាត់ហ្មងកម៉ាប់ហ្មងបងប្អូនហើយគួរឲ្យឃ្លានលក្ខណៈពិសេសប្រចាំហាងខ្ញុំអត់ប្រើខ្យងបឹងទេណាបងប្អូនចាមានខ្យងស្រែមិនលក់ខ្យងស្រែបើអត់ខ្យងស្រែគឺខ្ញុំអត់យកមកលក់ទេវាអញ្ចឹងចាព្រោះធម្មតារបស់ដែលយើងធ្វើហូបឆ្ងាញ់មិនយើងយកឲ្យភ្ញៀវរបស់ណាអត់ឆ្ងាញ់យើងអត់លក់ចេញឲ្យភ្ញៀវទេអានេះជាគោលការណ៍ប្រចាំហាងរបស់ខ្ញុំណាចាហើយខ្យងឃើញធំអញ្ចឹងមិនមែនខ្យងបឹងណាបងប្អូនខ្យងស្រែចាហើយទូចហ្នឹងក៏ខ្យងស្រែដូចគ្នាដែរហើយសាច់ដូចគ្នាចាសាច់គឺលៀនអញ្ចឹងដូចគ្នាហើយរសជាតិគឺឆ្ងាញ់បែបឈ្ងុយក្លិនរបស់ខ្យងហើយសាច់វារៀងផ្អែមបងប្អូនចាហើយយើងការអាំងរបស់យើងអត់យកអាំងយូរទេកាលណាអាំងយូរធម្មតាបងប្អូនវាទៅស្វិតលែងឆ្ងាញ់ហើយយើងដាក់មកវាលក្ខណៈមួយម៉ាំពុះច
ចាមកពុះហ្នឹងគឺឲ្យវាសប់ជាតិចូលជាតិគ្នាទៅដល់ខាងក្នុងឲ្យបានយូរចឹងណាចាហើយនេះខ្ចាប់ធ្វើឲ្យភ្ញៀវបងប្អូនភ្ញៀវគាត់កំងខ្ចាប់តាមអេបផងតាមផ្ទះផងចាហើយភ្ញៀវនៅហាងផងចាឲ្យទៅដល់រដូវកាលខ្យងហ្នឹងគឺចាញ់រាល់ថ្ងៃបងប្អូនអើយម្ហូបហ្នឹងអត់ដែរចេះដាច់ទេហើយបងប្អូនញ៉ាំអត់ទលាន់ទេណាចាញ៉ាំអត់ទលាន់ទេតែបើសិនជាបងប្អូនធ្វើលក្ខណៈដូចបែបដាក់ខ្ទិះដូងទីអីអាហ្នឹងខ្ញុំអត់ដឹងទេតែសម្រាប់ខ្ញុំធ្វើបែបហ្នឹងគឺញ៉ាំគឺជក់មាត់ហ្មងផ្ទាប់ជាមួយបន្លែយើងលក់យើងហ្នឹងមានតែសក់មានជាណាទៀតកាន់តែអែមបងប្អូនអើយកាន់តែឆ្ងាញ់ហ្មងហើយជាមួយនឹងទឹកជ្រលក់ដ៏ពិសេសរបស់ខ្ញុំទៀតធានាបងប្អូនមកឆ្ងាញ់មកបងប្អូនអាចអញ្ជើញមកសាកនៅហាងក៏បានដែរហើយឬក៏កំងតាមអេបញ៉ាំ24ឬ Grab ក៏បានដែរណាបងប្អូនណាឬក៏អាចតាក់ទងមកឆាតមកផេកផ្ទាល់ក៏បានដែរព្រោះសម្រាប់បងប្អូនគាត់នៅក្នុងខេត្តពោធិ៍សាត់ណាតែបើសិនជាបងប្អូនអ្នកមកពីភ្នំពេញបងប្អូនអាចតំណងតាម Facebook page ដូចជា Facebook របស់នាងខ្ញុំផ្ទាល់ក៏បានដែរខ្ញុំលក់ដាច់ទេបងប្អូនលក់ដាច់នៅបងប្អូនគាត់នៅក្នុងខេត្តជាពិសេសបងគាត់នៅខាងភ្នំពេញតាមបណ្ដាខេត្តគាត់អញ្ជើញមកលេងនៅរមណីយដ្ឋាននៅខេត្តពោធិ៍សាត់គាត់ចូលចិត្តចាគាត់មកគឺអត់ដែររំលងហ្មងចាចឹងវីដេអូយើងមានតែប៉ុណ្ណឹងបងប្អូនអរគុណចំពោះការទស្សនាជួបគ្នានៅវីដេអូក្រោយជម្រាបលាបាយបាយ